ជាធម្មតាព្រោះយើងម្នាក់កើតមកតែងតែមានទំនាក់ទំនងរវាងឬក៏ប្រស្រ័យតាក់ទងរវាងគ្នាទៅវិញទៅមកជាការចាំបាច់បំផុតនៅក្នុងការរស់នៅរបស់យើងម្នាក់ថាយើងមិនអាចរស់នៅដោយមិនមានទំនាក់ទំនងទេមិនថាទំនាក់ទំនងនៅក្នុងគ្រួសារទំនាក់ទំនងជាមិត្តភាពឬក៏មិត្តភក្តិទំនាក់ទំនងនៅក្នុងក្រុមការងារឬក៏ជាទំនាក់ទំនងស្នេហាជាដើមនិយាយរួមរាល់ទំនាក់ទំនងទាំងអស់គឺយើងម្នាក់តែងតែជួបប្រទះគ្រាន់តែថាយើងអាចថាមានភាពស្និទ្ធស្នាលតិចឬក៏ច្រើនតាមអ្វីដែលយើងបង្កើតឡើងឬក៏ការប្រស្រ័យតាក់ទងគ្នារវាងយើងហើយនិងអ្នកដែលយើងត្រូវមានទំនាក់ទំនងជាមួយការបង្កើតនៅទំនាក់ទំនងទាំងអស់ហ្នឹងយើងអាចថាវាមិនមានភាពលំបាកខ្លាំងណាស់ណាទេអញ្ចឹងសម្រាប់ការបង្កើតទំនាក់ទំនងគឺវាមានភាពងាយស្រួលខ្លាំងមែនទែនសម្រាប់ការបង្កើតទំនាក់ទំនងហើយវាប្រើពេលខ្លីនៅក្នុងការបង្កើតវាប៉ុន្តែអ្វីដែលជាបញ្ហាគឺការថែរក្សានៅទំនាក់ទំនងដែលយើងបានបង្កើតហ្នឹងឲ្យវាមានភាពគង់វង្សយូរអង្វែងគឺវាពិបាកក្នុងការថែរក្សាខ្លាំងមែនទែនជាពិសេសតាមរយៈបទពិសោធន៍ដែលយើងបានជួបនៅក្នុងការរស់នៅឬក៏ការប្រស្រ័យតាក់ទងគ្នាជាប្រចាំនៅរាល់ថ្ងៃហ្នឹងគឺយើងសង្កេតឃើញថាការថែរក្សាឲ្យទំនាក់ទំនងរបស់យើងបានគង់វង្សគឺវាមានការលំបាកហើយនឹងមានកត្តាជាច្រើនដែលធ្វើឲ្យទំនាក់ទំនងរបស់យើងមានភាពរកាំរកូសឬក៏ឆាប់មានការទាស់ទែងគ្នានៅក្នុងទំនាក់ទំនងជាដើមនៅខាងក្រោមនេះដែរខ្ញុំនឹងលើកឡើងអំពីការថែរក្សានៅទំនាក់ទំនងស្នេហាមួយឲ្យបានគង់វង្សល្អហើយនឹងបទពិសោធន៍ខ្លះដែលយើងគួរតែអនុវត្តដើម្បីថែរក្សានៅទំនាក់ទំនងឲ្យបានល្អប្រសើរនិងឲ្យបានគង់វង្សយូរអង្វែងផងដែរចំពោះការថែរក្សាទំនាក់ទំនងយើងគ្រប់គ្នាតែងតែចង់ឬក៏ថែរក្សាវាឲ្យបានល្អមិនថាជាទំនាក់ទំនងនៅក្នុងក្រុមការងារទំនាក់ទំនងមិត្តភក្តិឬក៏ដៃគូស្នេហាជាដើមអញ្ចឹងការដែលយើងថែរក្សាទំនាក់ទំនងទាំងអស់ហ្នឹងគឺវាមានកត្តាមួយចំនួនសម្រាប់ឲ្យយើងធ្វើវាឬក៏អនុវត្តវាជាប្រចាំដើម្បីថែរក្សានៅទំនាក់ទំនងមួយគឺការប្រាស្រ័យតាក់ទងគ្នាដោយបើកចំហនិងស្មោះត្រង់បានន័យថាយើងត្រូវចេះស្ដាប់ឲ្យបានច្រើនជាជាងនិយាយក្នុងការដែលយើងសន្ទនាគ្នាជាមួយនឹងដៃគូដើម្បីព្យាយាមស្វែងយល់អំពីជំរឿននៃចិត្តរបស់ដៃគូដែលយើងត្រូវទំនាក់ទំនងជាមួយកុំបញ្ញាប់វិនិច្ឆ័យឬក៏កាត់សេចក្តីនៅអ្វីដែលយើងឃើញផ្លែតភ្លាមពលគឺយើងត្រូវតែគិតពិចារណាឲ្យបានវែងឆ្ងាយមុននឹងយើងសម្រេចចិត្តក្នុងការធ្វើអ្វីមួយហើយការធ្វើនៅអ្វីដែលយើងធ្វើជាមួយនឹងដៃគូរបស់យើងហ្នឹងយល់ល្អគួរតែមានភាពបើកចំហហើយនឹងមានភាពស្មោះត្រង់ជាចាំបាច់ភាពស្មោះត្រង់វាមានតម្លៃខ្លាំងមែនទែននៅក្នុងទំនាក់ទំនងមិនថាទំនាក់ទំនងមិត្តភាពឬក៏ទំនាក់ទំនងក្នុងការងារឬក៏ទំនាក់ទំនងស្នេហាជាដើមអ្វីដែលយើងត្រូវធ្វើជាចាំបាច់គឺយើងត្រូវចេះនិយាយគ្នានៅរាល់បញ្ហាដើម្បីរកដំណោះស្រាយក្នុងការដោះស្រាយបញ្ហាជៀសវាងយើងលាក់បញ្ហាទាំងអស់របស់យើងនឹងនៅក្នុងចិត្តម្នាក់ដែលធ្វើឲ្យសន្សំនៅចិត្តបន្ទិលសង្ស័យនៅទៅកាន់គ្នាទៅវិញទៅមកអានេះវាជាបញ្ហាមួយដ៏ធំចំណុចសំខាន់មួយទៀតហ្នឹងគឺការកសាងទំនុកចិត្តហើយនឹងភាពស្មោះត្រង់អញ្ចឹងចំណុចទី1ក៏ស្មោះត្រង់ចំណុចទី2ក៏ស្មោះត្រង់ប៉ុន្តែអ្វីទៅជាការកសាងនៅទំនុកចិត្តទី1យើងនិយាយពាក្យមិនកុហកគ្នាអាចថារក្សាពាក្យសន្យាយើងនិយាយថាធ្វើបែបណាយើងត្រូវតែធ្វើបែបនោះទោះជាអ្វីដែលយើងនិយាយហ្នឹងយើងធ្វើមិនបានសម្រេចក៏ដោយប៉ុន្តែសំខាន់យើងត្រូវព្យាយាមក្នុងការធ្វើវា
ឲ្យបានល្អតាមអ្វីដែលយើងអាចធ្វើទៅបានយើងអាចថាមិននិយាយហើយមិនបាច់ខ្វល់ទេអាចនិយាយឲ្យទៅរួចទៅអាហ្នឹងវាជាបញ្ហានៅក្នុងការកសាងទំនាក់ទំនងរបស់យើងឲ្យបានគង់វង្សផងដែរការគ្រប់ឯកជនភាពមិនមែនដោយសារតែគេម្នាក់ហ្នឹងជាដៃគូរបស់យើងលែងខ្វល់បាច់ថានឹងសង្សារឬក៏ប្តីប្រពន្ធរបស់ខ្ញុំតតែអញ្ចឹងយើងមិនចាំបាច់គ្រប់ឯកជនភាពអីទេយើងធ្វើអ្វីមួយដែលធ្វើឲ្យមានភាពលើសលួសទៅកាន់គ្នាទៅវិញទៅមកយើងបិទនៅឯកជនភាពរបស់ដៃគូរបស់យើងយូរទៅបន្តិចម្ដងទំនាក់ទំនងរបស់យើងនឹងមានភាពប្រេះស្រាំអាចថានឹងមានចិត្តមន្ទិលចំពោះគ្នាទៅវិញទៅមកយូរវានឹងអាចคล้ายជាបញ្ហាមួយដែលយើងពិបាកក្នុងការដោះស្រាយខ្លាំងមែនទែនមួយទៀតគឺការផ្ដោតតម្លៃហើយនឹងការគោរពគ្នាទៅវិញទៅមកចំណុចនេះគឺវាសំខាន់ខ្លាំងមែនទែនមនុស្សយើងម្នាក់តែងតែចង់បាននូវកិត្តិយសមិនថាយើងឬក៏គេទេភាគច្រើនទោះជាទំនាក់ទំនងនឹងគឺមានភាពស្និទ្ធស្នាលឬក៏ស្រឡាញ់ខ្លាំងយ៉ាងណាក៏ដោយគឺតែងតែចង់បានឬក៏ទាមអាចថាចង់បានការទុកកិត្តិយសនិងការផ្ដល់តម្លៃអំពីអ្នកដទៃឬក៏អំពីដៃគូដែលយើងបានតាក់ទងគ្នាជាចាំបាច់មួយទៀតគឺការចេះសម្ដែងនៅអស់ភាពអរគុណអំពីដៃគូឬក៏អំពីអ្នកដែលយើងតាក់ទងបើន័យថាយើងមិនត្រូវភ្លេចនៅទង្វើតូចដែលគេបានធ្វើមកលើយើងត្រូវចេះដឹងគុណយើងនឹងត្រូវចេះអាចថាតបស្នងសងគុណតាមអ្វីដែលយើងអាចធ្វើទៅបានឬក៏សម្ដែងនៅការពេញចិត្តឬក៏សម្ដែងនៅការអរគុណសម្រាប់ទង្វើដែលល្អឬក៏ទង្វើជាប្រយោជន៍ដែលគេផ្ដល់មកលើយើងការថែរក្សាភាពផ្អែមល្ហែមនិងការបង្កើតអនុស្សាវរីយ៍ថ្មីក៏ជារឿងមួយដែលសំខាន់ខ្លាំងមែនទែនក្នុងការទំនាក់ទំនងទៅពេលដែលមនុស្សពីរនាក់មានទំនាក់ទំនងជាមួយគ្នាការបង្កើនភាពផ្អែមល្ហែមនៅអនុស្សាវរីយ៍ទៅកាន់គ្នាទៅវិញទៅមកគឺជារឿងមួយដ៏ពិសេសខ្លាំងមែនទែនអាចថាវាអាចជួយបង្កើននៅមនោសញ្ចេតនាជាមួយគ្នាអាចថាជួយបង្កើននៅភាពស្និទ្ធស្នាលជួយបង្កើននៅការទុកចិត្តគ្នាទៅវិញទៅមកហើយធ្វើឲ្យដៃគូទាំងសងខាងគឺមានភាពកក់ក្ដៅនៅក្នុងចិត្តភាពកក់ក្ដៅនៅក្នុងចិត្តដែលកើតឡើងអំពីមនោសញ្ចេតនានៃការផ្ដល់ឲ្យគ្នាទៅវិញទៅមកគឺជារឿងមួយដែលអស្ចារ្យហើយជារឿងមួយដែលយើងរំភើបខ្លាំងមែនទែនចេញមកក្នុងចិត្តរបស់យើងផងដែរមួយទៀតគឺការរួមគ្នាដោះស្រាយនៅបញ្ហាទំនាក់ទំនងមួយដែលរឹងមាំល្អមិនមែនគ្រាន់តែយើងអាចថាមានភាពផ្អែមល្ហែមជាមួយគ្នាឬក៏សប្បាយជាមួយគ្នាជារៀងរហូតនោះទេអ្វីដែលយើងត្រូវថែរក្សាវាបានល្អនិងយូរអង្វែងថែមទៀតនោះគឺការចេះរួមគ្នាពិភាក្សាគ្នាក្នុងការដោះស្រាយនៅបញ្ហានិងការយោគយល់កែសម្រួលគ្នាទៅវិញទៅមកនៅរាល់កំហុសឬក៏បញ្ហាដែលដៃគូរបស់យើងគាត់ជួបប្រទះឬក៏យើងជួបប្រទះទាំងពីរនាក់ឬក៏យើងត្រូវចេះជួយក្នុងការដោះស្រាយបើន័យថាយើងត្រូវរកគំនិតដើម្បីដោះស្រាយនៅបញ្ហារួមគ្នាវាក៏ជាការបង្កើតនៅភាពស្និទ្ធស្នាលឬក៏អាចថាមនោសញ្ចេតនាមួយដ៏អស្ចារ្យផងដែរនៅក្នុងការដែលយើងជួបបញ្ហាយើងចេះរួមគ្នាក្នុងការដោះស្រាយមិនមែនយើងជួបបញ្ហាយើងរត់ចោលគ្នាអានេះវាជាបញ្ហាមួយធំខ្លាំងមែនទែននៅក្នុងទំនាក់ទំនងយើងត្រូវចេះកំណត់អ្វីដែលសំខាន់មួយទៀតគឺត្រូវចេះកំណត់គោលដៅមួយនៅក្នុងជីវិតបើន័យថាយើងត្រូវចេះកំណត់គោលដៅមួយដែលស្រដៀងគ្នាហើយយើងត្រូវនិយាយគ្នាឬក៏វិភាសាគ្នាដើម្បីអនុវត្តឬក៏ដើម្បីរៀបផែនការក្នុងការអនុវត្តគោលដៅដែលយើងបានគិតរួមគ្នាហ្នឹងឲ្យវាមានជាផ្លែជាផ្កាបន្តិចម្ដងដូចជាការសន្សំប្រាក់ឬក៏ការបង្កើតគ្រួសារការធ្វើឲ្យចំណង
ដៃគូរបស់យើងមានភាពច្បាស់លាស់ជាងមុនឬក៏ការមានផែនការក្នុងការធ្វើអាជីវកម្មអ្វីមួយគឺការគិតហើយនឹងរៀបចំផែនការហើយនឹងគំនិតនៅក្នុងការធ្វើគឺមានភាពស្រដៀងគ្នាអានេះវាក៏ជាចំណែកមួយនៃការថែរក្សាទំនាក់ទំនងរបស់យើងឲ្យមានភាពគង់វង្សហើយនឹងល្អប្រសើរថែមទៀត